ខ្យល់ផាត់រសាត់ពពកអន្លាយអណ្ដែតទៅឆ្ងាយស្ដាយព្រះសូរិយាថ្ងៃនេះគឺថាបោះតង់ជាលើកទី2លើកំពូលភ្នំគូលែនហើយមកសានេះគឺថាទស្សនភាពលើកំពូលភ្នំរត់តែស្អាតទៀតបាទខុសពីកន្លែងមុនហើយបើកភ្នែកមកគឺថាលោកយាយគាត់បាននាំខ្ញុំទៅមើលអំពីអក្សរដែលចារលើផ្ទាំងសិលាមានអាយុកាលរាប់ពាន់ឆ្នាំហើយដែលមិននឹងច្បាស់ថាពេលណាដែរទេនិយាយពីដើមឡើយនេះគឺថាដំណើររបស់ពួកខ្ញុំនេះគឺមិនខុសពីមុនទេមកដល់គឺថាពេលយប់តែម្ដងហើយយើងត្រៀមទៅបោះតង់នៅជ្រោះជ្រងសឡងដងអូមកកន្លែងប៉ុន្តែដោយសារតែវាល្អិលពេកនោះគឺថាมันអាចបានទៅដល់ទេហើយមកដល់យប់ផងសាននេះគឺថាយើងបោះតង់នៅក្នុងវត្តម្ដងហើយមកដល់គឺថាញាប់ដៃញាប់ជើងបាទទាំងគ្រូទាំងសិស្សបាទលោកគ្រូបាននាំធ្វើម្ហូបអាហារញ៉ាំបាយញ៉ាំអីហើយធ្វើការញ៉ាំជុំគ្នារួចហើយក៏ធ្វើការគេងប៉ុន្តែមុននឹងគេងហ្នឹងគឺថាมันភ្លេចទេនៅក្នុងការសមាធិដោយលោកគ្រូបានដឹកនាំមកសមាធិនៅកន្លែងលោកតាអេសីមុនីអគីណេតគេហៅវត្តអីលោកវត្តព្រះអង្គធំវត្តព្រះអង្គធំចឹងឯងវត្តព្រះអង្គធំចឹងណាតាមពិតគម្រោងរបស់យើងទៅធ្វើការបោះតង់នៅនឹងទឹកជ្រោះនោះទេប៉ុន្តែដោយសារបានដល់ពេកយើងចូលអត់បានភ្លៀងណាមកតាក់ថាច់តាច់ចេញឆ្លោះនេះដល់វ៉ាខ្ញុំងឹតឈឹងទៀតឈើអាចារ្យទៅគ្រូបាទនិយាយទៅវាចិត្តចង់ឆ្លាយជាទម្លាប់ទៅឲ្យបងប្អូនអ្នកគ្នាឲ្យតែពេលធ្វើដំណើរទៅណាគឺតែងតែបាទយឺតយ៉ាវមកដល់ហ្នឹងគឺថាយប់ល្មមដូចថ្ងៃមុនហ្នឹងឡើងទាំងយប់លើភ្នំកលែនប៉ុន្តែយើងទៅខាងផ្លូវមួយទៀតបាទនេះយើងមកផ្លូវផ្សេងបាទនេះឥឡូវនេះលើកំពូលភ្នំហ្មងថ្ងៃមុនយើងនៅខាងមួយថ្នាក់នៅខាងក្រោមភ្នំនិយាយទៅគឺថាទស្សនភាពហើយនេះគឺស្រស់ស្អាតម្យ៉ាងម្នាក់ប៉ុន្តែអ្វីដែលពិសេសនោះគឺថាថ្ងៃនេះគឺយើងមិនបានមកបោះតង់នៅក្នុងព្រៃប៉ុន្តែយើងមានវត្តអារាមមួយកន្លែងបាទក៏ស្រួលម្យ៉ាងដែរដោយសារតែយើងមានបន្ទប់ទឹកមានអីចូលគេងអីស្រួលបួលបាទគឺអត់ពិបាកពេលវាពេលកាលអញ្ចឹងណាបាទហើយលោកគ្រូក៏បានរៀបចំធ្វើម្ហូបអាហារបាទនិយាយទៅគឺថាមកដល់យប់មែនប៉ុន្តែយើងស្រោះដៃម្នាក់ធ្វើនេះម្នាក់ធ្វើនោះដាំបាយដាំទឹកអីចឹងទៅការងារវាលឿនដែរបាទគឺការងារលឿនអញ្ចឹងហើយគឺចាប់ផ្ដើមជូនសម្ភារៈអីផ្សេងយើងមកគេនៅវត្តប៉ុន្តែអត់បានញ៉ាំបាយវត្តទេដោយសារតែយើងមានត្រៀមរបស់មួយសេតតែម្ដងព្រោះថាឲ្យតែដំណើរយើងទៅមកណាហ្នឹងក៏ថារៀបចំអីវ៉ៃអីវ៉ាន់អីសពគ្រប់អស់លេងហើយពាក់ព័ន្ធជាមួយនឹងវត្តនេះដែរបងប្អូនស្គាល់ហើយវត្តព្រះអង្គធំនៅលើកំពូលភ្នំបាទកន្លែងនេះគឺស្អាតមែនតើនិយាយទៅព្រឹកឡើងយើងមានអារម្មណ៍ថាស្រស់ស្រាយបាទហើយនេះលោកគ្រូគាត់ប្រហាត់ពីរបៀបនៅក្នុងការដាំបាយបាទន័យថាបើចង់ដាំបាយដោយមិនបាច់អញ្ជាត់បងប្អូនគ្នាគាត់ថាដាក់ឲ្យលិចអាម្រាមនេះបាទឡើងដល់លើបន្តិចបាទឡើងកកន់អល់ហ្នឹងអញ្ចឹងបើសិនជាយើងដាក់អញ្ចឹងហើយគឺនៅពេលដែលយើងដាំបាយមិនបាច់ចាំពិបាកអញ្ជាត់ទេបាទនេះគឺជាបាយបើស្រុកខ្ញុំគេហៅអញ្ជាត់អញ្ចឹងបងប្អូនណានៅស្រុកបងប្អូនដឹងគេហៅថាម៉េចទេបាទបន្ទាប់ពីហ្នឹងមកយើងគឺធ្វើការហាន់បន្លែបកាដែលយើងបានទិញត្រៀមមកពីចម្ងាយហ្នឹងបាទធ្វើការឆាឆល់អីលិចកើតអញ្ចឹងទៅបាទអ្នកណាហាន់សាច់ជ្រូកក៏ហាន់សាច់ជ្រូកទៅហើយអ្នកណាហាន់បន្លែទៅមានអ្នកចៀនសាច់ក្រកអីចឹងទៅផ្សេងអញ្ចឹងទៅបាទហើយខ្ញុំនេះមិនសូវជាបានធ្វើអីប្រហែលទេដោយសារតែគេឲ្យកាន់ខាងកាមេរ៉ាមែនបាទអញ្ចឹងហើយគឺនិយាយទៅគឺថាកាមេរ៉ាមែនហ្នឹងងាយហត់ជាងគេវិញទេដោយសារតែដើរចាប់គ្រប់ទីកន្លែងហើយត្រូវមកអង្គុយកាត់អីទៀតនេះវាវែងឆ្ងាយជាងគេវិញទេបាទប៉ុន្តែយ៉ាងណាវិញយើងដើរទៅណាមកណាត្រូវតែមានវីដេអូបាទត្រូវមានវីដេអូផ្សព្វផ្សាយពីប្រពៃណីទំនៀមទម្លាប់វប្បធម៌តំបន់ទេសចរបាទហើយក៏ដូចជាវិជាវិធីសាស្ត្រអីផ្សេងអញ្ចឹងទៅគឺថាអ្វីដែលយើងអាចបង្ហាញបានគឺយើងបង្ហាញបាទជាពិសេសនោះគឺថាតំបន់ទេសចរបាទខ្ញុំចូលចិត្តថតណាចំណាយលុយទិញកាមេរ៉ាទិញដ្រូនទិញអីដើម្បីថតបង្ហាញផ្ដិតរូបឲ្យបងប្អូនអ្នកគ្នាបានទស្សនាហើយអាចដឹងថានៅស្រុកខ្មែរយើងគឺកន្លែងទេសចរនោះគឺថាមានច្រើនមែនតែនតែម្ដងទឹកដីយើងនេះវាស័ក្តិសមណាស់ដែលដាក់ឈ្មោះថាជាទឹកដីអច្ឆរិយៈបាទប្រាសាទវិញរាប់ពាន់ព្រៃភ្នំក្រំថ្មទឹកជ្រោះធម្មជាតិគឺថាល្អឯកតែម្ដងបងប្អូនអ្នកគ្នាបើសិនបើយើងចេះអភិរក្សថែរក្សាឆ្នៃទៅជាទេសចរវិញខ្ញុំគិតថានឹងតាក់ទាញភ្ញៀវទេសចរក្រៅប្រទេសបាទរាប់លានអ្នកឲ្យជិះយន្តហោះមកចាយលុយនៅស្រុកយើងណាហើយនេះគឺទីតាំងដែលខ្ញុំទៅបោះគឺខ្ញុំបោះនៅសាលាឆាន់តែម្ដងតែអ្វីដែលពិសេសបើថាយើងនៅក្នុងព្រៃយើងគោរពម្ចាស់ទឹកម្ចាស់ដីក្នុងព្រៃហើយយើងមកដល់វត្តចេះគឺគោរពបច្ច័យអត្តកាហើយជាពិសេសគឺថ្វាយបង្គំបាទនមស្ការសង្ខេបជាមួយនឹង
ប្រពុតរូបបាទហើយមុននឹងចូលគេងហ្នឹងគឺថាយើងឆ្លៀតមកសមាធិបាទដោយសារតែកន្លែងនេះមានព្រះមនីឥសីអគិនេតគឺយើងមកសមាធិកន្លែងហ្នឹងហើយអត្ថប្រយោជន៍នៃការសមាធិនេះគឺថាធ្វើឲ្យចិត្តអារម្មណ៍យើងស្ងប់ហើយគេងលក់ស្រួលមែនតើឥឡូវនេះគឺថាគេងតែមកភ្លឹងទេគឺភ្លឺតែម្ដងហើយទស្សនវិជ្ជាពេលភ្លឺខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នាបាទនេះកន្លែងនេះគឺជាកន្លែងទីសក្ការៈបូជាកន្លែងកំសាន្តអញ្ចឹងហើយមានគេលក់ធូបផ្កាទៀនអីយ៉ាងច្រើនប៉ុន្តែពេលព្រឹកនេះគឺគេទុកចោលទេដោយសារតែពេលព្រឹកអត់មានភ្ញៀវទេសចរអីគាត់មកនៅលើនឹងទេបាទដោយសារតែមានតែក្រុមខ្ញុំមួយនឹងឯងហើយខ្ញុំដើរទៅលោកយាយគាត់ភ្ញាក់ព្រឺតដែរចំហើយមកតាំងពីកាលទៅគាត់ទៅបើកភ្នែកមកឃើញទៅហើយហ្នឹងបាទខ្ញុំប្រាប់គាត់ថាខ្ញុំមកគេងនឹងមកយប់ហើយនេះគឺភ្នំកលែនបងប្អូនណាឃើញទេបាទមានដាក់ជារូបទង់ជាតិមានសរសេរជាអក្សរនិយាយទៅកន្លែងនេះគឺមានការតបតែងដែរប្រហែលជាប្រគូចាតិកាវត្តនេះលោកជាអ្នករៀបចំអញ្ចឹងហើយកន្លែងនេះក៏ជាកន្លែងណយផលដែរមានដុំថ្មផ្ទាំងធំធំស្អាតស្អាតបងប្អូនអាចអញ្ជើញទៅលេងបានហើយមានផ្កាមានដងមានទៀនមានធូបអីចឹងទៅយើងយកទៅទិញថ្វាយទីតាំងកន្លែងដែលយើងគិតថាយើងចង់គោរពបូជាអញ្ចឹងណាហើយថ្មនេះគឺបន្ទប់អញ្ចេះវាអត់សមថាថ្មហ្នឹងនឹងត្រូវមិនដួលបងប្អូនបាទគឺថ្មហ្នឹងបន្ទប់អញ្ចឹងបន្តិចអញ្ចឹងហើយលោកយាយគាត់បានបោសសម្អាតនៅទីតាំងកន្លែងនេះបាទហើយដល់ពេលដែលគាត់ឃើញខ្ញុំថតនេះគាត់សួរថាមកថតមែនអញ្ចឹងក៏គាត់បាទសួរនាំលេចកើតមកពីម៉ោងប៉ុន្មានអីម៉ោងប៉ុន្មានព្រោះថាបើកភ្នែកឡើងគឺឃើញខ្ញុំតែម្ដងបាទអញ្ចឹងនេះខ្ញុំឆ្លៀតងើបមុនគេដើម្បីផ្ដិតយកនៅទស្សនវិជ្ជាព្រោះថាភាគច្រើនបើថាខ្ញុំគឺរៀងងើបលឿនជាងគេបន្តិចហើយព្រោះថាយើងជាអ្នកផ្ដិតយកនៅទស្សនវិជ្ជាហើយពេលព្រឹកនេះគឺជាពិសេសមែនតើដោយអាកាសធាតុខ្យល់អាកាសបរិសុទ្ធហើយអំណោយផលមែនតើនៅក្នុងការថតហើយក៏ជាការស្រូបយកនៅធម្មពលវិជ្ជមានខ្យល់អាកាសល្អនិយាយមួយម៉ាត់អញ្ចឹងគឺថាអែមណាស់ហើយនៅពេលដែលខ្ញុំកំពុងដើរថតទេលោកយាយគាត់មកប្រាប់ខ្ញុំថានេះមកថតកន្លែងនេះមួយបាទថតកន្លែងនេះមួយដោយសារតែកន្លែងហ្នឹងគឺជាអក្សរដែលគេសរសេរយូរណាស់មកហើយបាទអាសេយូរហើយខ្ញុំសួរថាប្រហែលឆ្នាំគាត់ថារាប់ពាន់ឆ្នាំហើយប៉ុន្តែគាត់អត់ដឹងថាអាយុប្រហែលឲ្យប្រកាសដែរទេប៉ុន្តែគាត់ដឹងថាអក្សរហ្នឹងគឺសរសេរយូរហើយជាប់ជាមួយនឹងផ្ទាំងថ្មហ្នឹងណាបាទខ្ញុំសួរថាតើសម័យឥឡូវគេសរសេរមែនទេគាត់ថាអត់ទេអាហ្នឹងយូរយ៉ាងហើយដោយសារតែបាទមានរឿងសំពៅលិចពៅអីណានៃគាត់រៀបរាប់ប្រាប់ខ្ញុំច្រើនដែរតែដោយសារតែសំឡេងខ្ញុំចាប់អត់សូវបានច្បាស់បាទអញ្ចឹងហើយគឺខ្ញុំអត្ថាធិប្បាយបង្ហាញបងប្អូនអ្នកគ្នាអញ្ចឹងមានអក្សរខ្មែរមានអក្សរចិនអញ្ចឹងទៅហើយកន្លែងហ្នឹងមានដុំថ្ម2 3ដុំផ្សេងគ្នាធំអញ្ចេះបាទដែលឈរត្រឹងស្អាតណាបាទនិយាយទៅធម្មជាតិនៅស្រុកខ្មែរយើងនឹងគឺថាសបោបែបសបោយ៉ាងតែម្ដងអញ្ចឹងកន្លែងនេះគឺសិតតែជាទីសក្ការៈបូជាចេញពីមួយកន្លែងទៅមួយកន្លែងនេះគឺមានកន្លែងសក្ការៈបូជាផ្សេងមានលអាងភ្នំមានអីចឹងទៅប៉ុន្តែថ្ងៃនេះគឺដោយសារតែខ្ញុំបញ្ញាប់បន្តិចដែរអត់បានថតអស់ទេបងប្អូនអ្នកនាងបាទទស្សនវិជ្ជាទាំងអស់ហ្នឹងគឺខ្ញុំថតបានត្រួសប៉ុន្តែត្រួសខ្ញុំនេះគឺគួរសមដែរបាទ11នាទីជាងនេះគឺថាសម្រាប់ឲ្យបងប្អូនអ្នកគ្នាទស្សនាយ៉ាងជក់ចិត្តដែរមើលទៅណាបាទហើយគាត់បញ្យល់ច្រើនដែរដោយសារតែគាត់ជាអ្នកនៅកន្លែងហ្នឹងតែម្ដងហើយគាត់បានស្គាល់ពីទីតាំងកន្លែងនេះបានច្បាស់ល្អបាទច្បាស់ល្អអញ្ចឹងមានរូបសំណាក់ខ្លះហ្នឹងក៏ប្រហែលជាប្រគូចាអតិកាលោកកសាងបាទពីឥឡូវហ្នឹងដែរហើយលោកយាយក៏គាត់ប្រាប់ដែរកន្លែងខ្លះទៅកសាងហើយឲ្យខ្ញុំដើរពីកន្លែងមួយទៅកន្លែងមួយមានលអាងពុះសពុះខ្មៅមានកន្លែងព្រះមនីអីសីមានអីចឹងទៅបាទគាត់ណែនាំប្រាប់យើងច្រើនបាទសម្រាប់ដែលយើងអត់ដែរមកអញ្ចឹងណាហើយកន្លែងនេះគឺមានថ្មអីដុសស្លែដុសអីបែបធម្មជាតិបាទមានតែម្ដុំនេះទេដែលមានរោងមានអីទៅបន្តិចទៀតទៅគឺមានព្រៃមានអីច្រើនហើយបើខ្ញុំថតពីលើដំបូលលើបងប្អូនឃើញហើយនៅខាងមុខខ្ញុំដាក់ឲ្យមើលហ្នឹងគឺថាបែកផ្សែងតែម្ដងបាទហើយរៀងនៅជាមួយលោកយាយរៀងយូរបន្តិចដោយសារតែគាត់បានរៀបរាប់ប្រាប់យើងពីទីតាំងធម្មជាតិផ្សេងអញ្ចឹងណានៅលើកំពូលភ្នំនេះសម្រាប់បងប្អូនដែលគាត់អញ្ជើញមកអាចមកជួបគាត់បានសួរនាំពីនេះពីនោះទៅបាទគាត់ប្រាប់យើងអំពីដំណើរដើមតងព្រោះថាគាត់ប្រហែលជាចាស់ទុំព្រឹទ្ធាចារ្យដែលគាត់នៅនេះយូរហើយបាទគាត់រៀបរាប់ប្រាប់ខ្ញុំច្រើនដែរពី
ផ្ទាំងថ្មពីលអាងភ្នំទៅមកកន្លែងទៅមកកន្លែងហ្នឹងគឺថាបាទស្អាតហើយគាត់ក៏រស់រាយរាក់ទាក់ដែរបងប្អូនអ្នកគ្នាបាទជួបខ្ញុំគឺគាត់និយាយប្រាប់ពីដំណើរដើមតងច្រើនមែនតែនតែម្ដងនៅពេលដែលចេញពីនេះទៅបាទគឺព្រឹកឡើងគឺយើងចាប់ផ្ដើមឡើងទៅលើបាទឡើងទៅលើហ្នឹងគឺកន្លែងលោកមនីព្រះមនីឥសីដែលខ្ញុំនិយាយថាព្រះមនីឥសីអគិនេតណាអញ្ចឹងនៅពេលយប់គឺយើងសមាធិម្ដងទៅហើយព្រឹកឡើងគឺយើងឆ្លៀតមកសមាធិម្ដងបន្តិចទៀតហើយក៏ធ្វើដំណើរចុះទៅវិញនេះស្លាយជាប់ថ្មស្អាតមែនតើបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជាពេលព្រឹកឡើងដោយសារតែយប់យើងពិបាកថតពេកថតច្បាស់អញ្ចឹងនេះព្រឹកឡើងបងប្អូនឃើញយប់មិញខ្ញុំដាក់ដែរប៉ុន្តែអត់ដាក់កន្លែងសមាធិទេបាទអញ្ចឹងនៅពេលដើរមួយលោកគ្រូគាត់តែងតែដឹកនាំសមាធិកន្លះម៉ោងបាទពេលខ្លះដល់1ម៉ោងពេលខ្លះ20នាទីអញ្ចឹងទៅអត់ទៀងទេហ្នឹងហើយអញ្ចឹងនេះគឺជាវីដេអូមួយដែលផ្សព្វផ្សាយពីប្រពៃណីទំនៀមទម្លាប់វប្បធម៌អំពីដើរលេងកម្សាន្តអញ្ចឹងណាហើយបើសិនបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍អាចជួយចែកម្លែកវីដេអូនេះម្នាក់មួយទៅកាន់ប្រជាជនខ្មែរហើយឲ្យភ្ញៀវបរទេសយើងគាត់បានឃើញអំពីទីតាំងនៅស្រុកខ្មែរបាទអរគុណច្រើនជំរាបលា